នៅវិមានសន្តិភាពនារសៀលថ្ងៃទី17ខែមេសាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល2ថ្ងៃយោងតាមការឲ្យដឹងពីឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងកិច្ចពិភាក្សានោះផងដែរសម្ដេចតេជោហ៊ុនសែនបានសម្ដែងនឹងការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់និងប្រជាជនកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមប្រធានាធិបតីចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាជាលើកទី2ដែលលើកទី1កាលពីឆ្នាំ2016កន្លងទៅសម្ដេចតេជោបានចាត់ទុកឯកឧត្តមស៊ីជីនពីងជាភ្ញៀវពិសេសរបស់កម្ពុជាក្នុងឆ្នាំ2025នេះហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមក៏មានលក្ខណៈពិសេសផងដែរសម្ដេចតេជោបានមានប្រសាសន៍ទៀតថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមស៊ីជីនពីងនៅពេលនេះគឺពិតជាមានអត្ថន័យដ៏ធំធេងណាស់ជាពិសេសនៅពេលដែលពិភពលោកកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មជាបណ្ដាលហើយសម្ដេចតេជោបានមានប្រសាសន៍ទៀតថាវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានាធិបតីចិននៅពេលនេះបានបង្ហាញពីចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំពង្រឹងមិត្តភាពដៃថែបលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋនិងរដ្ឋរវាងបកនិងបកឲ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀតជាងនេះទៅទៀតសម្ដេចតេជោបានមានប្រសាសន៍ទៀតថាឆ្នាំ2025នេះគឺជាខួបទី15ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរសម្ដេចតេជោបានចាត់ទុកឯកឧត្តមស៊ីជីនពីងគឺជាមិត្តចាស់មិត្តដ៏ធំបំផុតជាទីទុកចិត្តបំផុតរបស់កម្ពុជានិងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជានិងរបស់គណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាច46ឆ្នាំកន្លងមកនេះនៅក្នុងឱកាសនោះផងដែរឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងបានបង្ហាញនៅក្តីរីករាយនៅពេលដែលឯកឧត្តមបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀតដែលជាមិត្តចាស់របស់ឯកឧត្តមជាពិសេសឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់បន្ទាប់ពីឯកឧត្តមបានជួបសម្ដេចតេជោកាលពី4ខែមុននៅប្រទេសចិនតែនៅពេលនេះឯកឧត្តមបានជួបសម្ដេចផ្ទាល់នៅប្រទេសកម្ពុជាតែម្ដងឯកឧត្តមបានសម្ដែងនៅក្តីរីករាយជាពិសេសរំភើបចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តមនិងគណៈប្រតិភូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាចំពោះវត្តមានរបស់ឯកឧត្តមនៅក្នុងទឹកដីនៃប្រទេសកម្ពុជានៅពេលនេះឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ទៀតថានៅពេលដែលឯកឧត្តមធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅតាមផ្លូវឯកឧត្តមបានឃើញពីការស្វាគមន៍របស់ប្រជាពលរដ្ឋកម្ពុជាហើយឯកឧត្តមបានសម្លឹងមើលពីរថយន្តរបស់ឯកឧត្តមផ្ទាល់ដោយមើលទៅលើទឹកមុខរបស់ប្រជាជនកម្ពុជាដែលពោរពេញទៅដោយស្នាមញញឹមភាពរីករាយស្វាគមន៍ចំពោះឯកឧត្តមដោយចេញពីបេះដូងឯកឧត្តមពិតជារំភើបហើយការស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជានៅពេលនេះបានបង្ហាញពីមិត្តភាពដ៏រឹងមាំមិត្តភាពដៃថែបរវាងប្រទេសទាំងពីរដែលធ្វើឲ្យមិត្តភាពនេះកាន់តែមានការរីកចម្រើនប្រសើរឡើងបន្ថែមទៀតសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍លើកឡើងអំពីតួនាទីរបស់ចិនដែលសម្ដេចតេជោបានកោតសរសើរចំពោះឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងថាតួនាទីរបស់ចិនគឺជាតួនាទីស្ថាបនានិងសកម្មក្នុងការលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជាសកលហើយកម្ពុជាគាំទ្រនៅគំនិតដូចផ្ដើមនានារបស់មិត្តចិនដូចជាគំនិតដូចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវគំនិតដូចផ្ដើមអភិវឌ្ឍសកលគំនិតដូចផ្ដើមសន្តិសុខសកលគំនិតដូចផ្ដើមអរិយធម៌សកលហើយមានជំនឿមុតមមថាគំនិតដូចផ្ដើមទាំងអស់នេះនឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍ជាសកលអភិវឌ្ឍសកលនិងពង្រឹងគោលដៅប្រកបដោយចីរភាពក្នុងឆ្នាំ2030របស់អង្គការសហប្រជាជាតិដើម្បីថែរក្សាសន្តិភាពសន្តិសុខនិងភាពសុខដុមសម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសការប្រស័យតាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិតគ្រប់វិស័យដែលបង្ហាញអំពីសាមគ្គីភាពជាប្រពៃណីនិងបង្កើនការកសាងទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុតដោយឈលលើគោលការណ៍ស្មើភាពគ្នាគោរពផលប្រយោជន៍ស្នូលទៅវិញទៅមកនិងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរសម្ដេចតេជោក៏បានរំលេចបន្ថែមដោយលើកឡើងស្នើឲ្យភាគីចិនបន្តគាំទ្រនៅការអភិវឌ្ឍក្នុងប្រទេសកម្ពុជាក៏ដូចជាការជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជាក្នុងគោលដៅបម្រើដល់ការអភិវឌ្ឍនៅក្នុងប្រទេសដោយសម្ដេចបានមានប្រសាសន៍លើកឡើងឲ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រឹងមិត្តភាពបន្ថែមទៀត
ទាំងក្នុងក្របខ័ណ្ឌបកនិងក្របខ័ណ្ឌរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរដើម្បីផលប្រយោជន៍នៃប្រទេសទាំងសងខាងសម្ដេចតេជោក៏បានបន្ថែមឲ្យភាគីចិនបន្តគាំទ្ររាល់គំនិតផ្ដាំនានាក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាជាការឆ្លើយតបនឹងការលើកឡើងរបស់សម្ដេចតេជោឯកឧត្តមស៊ីជីនពីងបានមានប្រសាសន៍បន្ថែមថាភាគីចិននឹងគាំទ្រជាពិសេសគាំទ្រនៅគម្រោងព្រែកជីកហ្វូណនតេជោដែលកម្ពុជាកំពុងតែដំណើរការសាងសង់ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដាំនៃការកសាងព្រែកជីកនេះឯកឧត្តមបានបន្តទៀតថាភាគីចិននិងភាគីកម្ពុជានឹងពង្រឹងនៅទំនាក់ទំនងបន្ថែមទៀតក្នុងក្របខ័ណ្ឌគណៈបកនិងក្របខ័ណ្ឌរដ្ឋាភិបាលហើយរដ្ឋាភិបាលចិននឹងជួយបណ្ដុះបណ្ដាលនៅធនធានមនុស្សទាំងធនធានរបស់គណៈបកប្រជាជនកម្ពុជានិងធនធានក្នុងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងព្រះរាជាណាចក្រកម្ពុជាជាការឆ្លើយតបតាក់ទងទៅនឹងការឆ្លើយតបរបស់ឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងចំពោះការគាំទ្រនៅព្រែកជីកហ្វូណនតេជោនោះសម្ដេចតេជោបានមានប្រសាសន៍លើកឡើងដោយសម្ដែងនឹងការត្រេកអរយ៉ាងខ្លាំងចំពោះឯកឧត្តមប្រធានាធិបតីដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងនៅព្រែកជីកហ្វូណនតេជោដោយសម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់អំពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះដែលបម្រើទៅដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាចុងក្រោយនៃជំនុំនេះភាគីទាំងពីរបានសម្ដែងនឹងការអរគុណគ្នាទៅវិញទៅមកជាពិសេសសម្ដេចតេជោក៏បានជូនពរដល់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិនស៊ីជីនពីងនៅក្នុងប្រទេសកម្ពុជានៅពេលនេះឲ្យទទួលបាននូវភាពជោគជ័យ